សួស្តីបងប្អូនយើងសួរថាប្រៀបនៅបញ្ចុកកូនហើយមីពងធ្វើឲ្យកូនវារំខានដល់មីក្រាពងបាទអញ្ចឹងយើងអាចមានដំណោះស្រាយមួយគឺយើងរៀបចំសម្បុកថ្មីមួយដាក់នៅក្នុងទ្រុងអញ្ចឹងយើងធ្វើយ៉ាងនេះគឺកូនវាអត់រំខានមេទេកូននៅសម្បុកចាស់របស់វាអញ្ចឹងមេគឺបាននាំមកចូលសម្បុកថ្មីបាទអញ្ចឹងបាននាំមេចូលសម្បុកថ្មីអាចនឹងទម្លាក់ពងទៀតបាទទីឯកូនគឺវានៅសម្បុកចាស់បាទធ្វើយ៉ាងនេះគឺសុវត្ថិភាពมันអាចកូនទៅរំខានមេក្នុងការក្រាបពងបាទសូមអរគុណ